RMA Cambodia នៅព្រឹកថ្ងៃទី15 ខែសីហាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ Larita នេះជាលើកទី1ហើយដែលក្រុមហ៊ុន RMA Cambodia បានចុះអនុស្សរណៈជាមួយក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនក្នុងគោលបំណងដើម្បីធានាបាននូវគុណភាពសេវាកម្មនិងឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួនក្រុមហ៊ុន RMA Cambodia ក៏នឹងទទួលស្វាគមន៍ដល់ក្រុមហ៊ុនដទៃទៀតក្នុងការផ្ដល់កញ្ចប់យ៉ាងពិសេសសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មលោកសេងវឹងនាយកផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងនៅក្នុងពិធីនោះថាអត្ថប្រយោជន៍ពីការចុះអនុស្សរណៈនេះរួមមានការត្រួតពិនិត្យបច្ចេកទេសរថយន្តជាប្រចាំការបដូរប្រេងម៉ាស៊ីនតម្រងប្រេងតម្រងខ្យល់ដែលឥតគិតថ្លៃជារៀងរាល់3ខែម្ដងនិងការផ្ដល់អាទិភាពខ្ពស់សម្រាប់សេវាកម្មជួសជុលនិងគ្រឿងបន្លាស់ក្រុមជាងបច្ចេកទេសរបស់រថយន្ត Ford នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបរពីមូលដ្ឋានគ្រឹះក្នុងការថែទាំជួសជុលនិងពីរបៀបដំណើរការប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយផងដែរអ្វីដែលពិសេសជាងនេះទៅទៀតនោះយើងនឹងធ្វើការរៀបចំរថយន្ត2គ្រឿងត្រៀមចាំផ្លាស់ប្ដូរក្នុងពេលមានបញ្ហាណាមួយនិងផ្ដល់សេវាជួសជុលចល័ត24ម៉ោងនិងគ្រប់ខេត្តក្រុងដើម្បីកុំឲ្យមានការរអាក់រអួលក្នុងការបម្រើសេវាលោកមឿនសម្បត្តិនាយកគ្រប់គ្រងក្រុមហ៊ុន Larita បានលើកឡើងថាក្រុមហ៊ុន Larita បានជ្រើសរើសយករថយន្ត Ford Transit ដើម្បីផ្ដល់សេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជាតាំងពីក្រុមហ៊ុនយើងចាប់ដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរចាប់តាំងពីឆ្នាំ2013មកម្លេះហើយទទួលបានការពេញចិត្តពីសំណាក់អ្នកធ្វើដំណើរលោកមឿនសម្បត្តិបានបង្ហើបឲ្យដឹងទៀតថាហេតុដែលក្រុមហ៊ុន Larita ចាប់យករថយន្ត Ford Transit ធ្វើជាដៃគូពាណិជ្ជកម្មរហូតដល់មានរៀបចំឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះដោយសារតែរថយន្ត Ford Transit មានភាពមាំធន់សមស្របទៅនឹងស្ថានភាពផ្លូវរបស់ប្រទេសកម្ពុជាមានប្រព័ន្ធសុវត្ថិភាពខ្ពស់និងបំពាក់នៅបច្ចេកវិទ្យាទំនើបជាងរថយន្តដទៃទៀតដែលផ្ដល់ជូននូវសុវត្ថិភាពផាសុកភាពនិងឧត្តមភាពដល់អតិថិជនរបស់ខ្លួន